អ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់ទេថាតើមុននឹងក្លាយទៅជាអាកាសយានិកបើកយន្តហោះចម្បាំងនៅសហរដ្ឋអាមេរិកតើពីលុតនីមួយៗត្រូវឆ្លងកាត់ការហ្វឹកហាត់អ្វីខ្លះហើយនឹងបើកយន្តហោះប្រមាណប្រភេទដើម្បីអាចទៅបើកយន្តហោះ F16 ឬក៏ F22 បានអ្នកបើកយន្តហោះចម្បាំងគ្រប់រូបត្រូវឆ្លងកាត់3ជំហាននៅក្នុងការហោះហើរដើម្បីក្លាយជាអាកាសយានិករបស់សហរដ្ឋអាមេរិកទី1គឺការហោះហើរយន្តហោះ T6 ទី2គឺ T38 ហើយបន្ទាប់មកទៀតគឺទៅហោះហើរយន្តហោះប្រយុទ្ធក្នុងវីដេអូនេះខ្ញុំនឹងបញ្យល់វាយ៉ាងងាយៗដើម្បីឲ្យអ្នកងាយយល់អំពីដំណើរការទាំងនោះទី1គឺការហោះហើរនៅយន្តហោះដំបូងប្រភេទ T6 Texan 2គឺជាយន្តហោះមូលដ្ឋានគ្រឹះ T6 Texan 2គឺជាជំហានដំបូងនៃការហ្វឹកហាត់វាមិនមែនជាយន្តហោះដែលប្រើម៉ាស៊ីន Jet Engine ទេប៉ុន្តែគឺវាយន្តហោះដែលប្រើប្រាស់ម៉ាស៊ីន Turboprop គឺជាម៉ាស៊ីនដែលមានកង្ហារនៅពីមុខនៅលើយន្តហោះ T6 សិស្សបើកយន្តហោះរៀនអំពីការគ្រប់គ្រងយន្តហោះរបៀបចុះចតហើយនឹងការបើកឡើងឬក៏ landing ហើយនឹង take off ការធ្វើ navigation ការធ្វើ aerobatic មូលដ្ឋានហើយនឹង emergency procedure ឬក៏ការហោះហើរនៅពេលដែលយន្តហោះមានបញ្ហាបន្ទាន់ល្បឿនរបស់វាគឺមិនលឿនខ្លាំងនោះទេដើម្បីឲ្យសិស្សមានពេលគិតនិងរៀនឲ្យបានត្រឹមត្រូវប៉ុន្តែយើងមិនអាចមើលស្រាលថាយន្តហោះ T6 នឹងដោយសារល្បឿនវាមិនលឿននោះទេពីព្រោះការហ្វឹកហាត់នៅយន្តហោះ T6 នេះគឺមានការតឹងរ៉ឹងខ្លាំងមែនទែនហើយ instructor គឺគាត់នឹងមើលទៅលើវិន័យការយល់ដឹងពីស្ថានភាពជុំវិញខ្លួនដូចជាយើងហោះហើរយើងមិនវង្វេងហើយមួយទៀតគឺសមត្ថភាពដែលយើងអាចរៀនថាតើយើងអាចចាប់បានលឿនឬក៏យឺតបើនិយាយឲ្យចំទៅគឺសិស្សភាគច្រើនគាត់ធ្លាក់នៅជំហាននៅពេលដែលហោះហើរ T6 នេះឯងដូច្នេះគាត់ត្រូវហ្វឹកហាត់យ៉ាងខ្លាំងដើម្បីឲ្យមានមូលដ្ឋានគ្រឹះបើកយន្តហោះចម្បាំងឲ្យរឹងមាំបន្ទាប់ពីហោះហើរជោគជ័យនៅយន្តហោះ T6 អាកាសយានិកដែលបានជាប់នឹងត្រូវបានជ្រើសរើសទៅបន្តហោះហើរនៅយន្តហោះ T38 Thailand ដែលវា focus ទៅលើល្បឿនហើយនឹង G-force ឬក៏សម្ពាធនេះគឺជាការផ្លាស់ប្ដូរធំខ្លាំងរវាង T38 ពីព្រោះថា T38 គឺប្រើប្រាស់នៅ Jet Engine ចឹងវាមានល្បឿនលឿនខ្លាំងហើយត្រូវឲ្យអាកាសយានិកទ្រាំនៅសម្ពាធខ្លាំងជាង T6 សិស្សរៀន formation flying នៅល្បឿនលឿនជាងយន្តហោះ T6 រៀនរបៀប instrument flying ដែលនៅពេលហោះហើរគឺយើងអត់អាចមើលខាងក្រៅឃើញបានទេរៀនអំពីការគ្រប់គ្រងនៅថាមពលរបស់យន្តហោះនៅក្នុងការហោះហើរទៅតាមរយៈកម្ពស់នីមួយៗដើម្បីឲ្យយន្តហោះមានប្រសិទ្ធភាពខ្លាំងហើយនឹងរៀននៅក្នុងការសម្រេចចិត្តរយៈពេលខ្លីក្រោមសម្ពាធដើម្បីជោគជ័យនៅក្នុងការហោះហើរវគ្គនេះគឺអ្នកត្រូវគិតឲ្យបានលឿនឆ្លើយតបឲ្យបានលឿនហើយហោះហើរឲ្យបានត្រឹមត្រូវនិង accurate ខ្លាំងមែនទែនកំហុសតូចមួយដែលអ្នកប្រព្រឹត្តនៅពេលនេះគឺអាចនឹងនាំទៅគ្រោះថ្នាក់ដ៏ធំ T38 មិនត្រឹមតែសាកល្បងជំនាញបើកបរយន្តហោះទេប៉ុន្តែសាកល្បងដូចជាផ្លូវចិត្តការគ្រប់គ្រងសម្ពាធ G-force ហើយនិងជំនឿចិត្តនៅលើខ្លួនឯងគោលបំណងនៅក្នុងការហោះហើរ T38 វគ្គនេះគឺរៀបចំឲ្យអ្នកសម្រាប់ការហោះហើរទៅលើយន្តហោះដែលមានកម្រិតធ្វើសង្គ្រាមនៅលើអាកាសជាក់ស្ដែងនិងផ្នែកទី3គឺការហ្វឹកហាត់ហោះហើរ Fighter Jetបន្ទាប់ពីបញ្ចប់ការសិក្សា T38 ដោយជោគជ័យអ្នកនឹងត្រូវបានចាប់តាំងឲ្យទៅបើកយន្តហោះចម្បាំងមែនទែនដូចជាយន្តហោះ F16, F15 ឬក៏ F35 នៅក្នុងវគ្គនេះគឺអ្នកចូលទៅក្នុងការហ្វឹកហាត់ training unit ជាលក្ខណៈផ្លូវការឬដែលគេហៅថា Bravo course ដែលការហ្វឹកហាត់នោះរួមមានការប្រយុទ្ធអាកាសទៅលើអាកាសជិតៗឬដែលយើងហៅថា dog fight ដែលត្រូវមាន maneuverability ឬការចលនាបត់បែនខ្លាំងនិងការគ្រប់គ្រងល្បឿនលឿនទី2នោះគឺ BVR Beyond Visual Range គឺការប្រយុទ្ធរយៈចម្ងាយឆ្ងាយភាគច្រើនគឺយើងពឹងផ្អែកទៅលើរ៉ាដាយើងមើលយន្តហោះសត្រូវនៅលើរ៉ាដានិងប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយទី3គឺ Air to Ground Mission គឺបេសកកម្មបាញ់ពីលើអាកាសទៅវាយប្រហារគោលដៅលើដីទី4គឺ Weapon Deployment គឺជាការប្រើប្រាស់អាវុធទាំងអស់នៃយន្តហោះមានដូចជាកាំភ្លើងមីស៊ីលឬក៏រ៉ាដាអាវុធ Avionics ផ្សេងៗអ្នកត្រូវរៀនប្រើប្រាស់អាវុធទាំងអស់និងប្រព័ន្ធ system ឲ្យមានសុវត្ថិភាពទី5គឺគេហៅថា Tactical Decision Making ដែលនៅក្នុងនេះអ្នកត្រូវរៀនគិតឲ្យលឿនហើយនឹងធ្វើការសម្រេចចិត្តឲ្យបានល្អបំផុតនៅក្នុងពេលប្រយុទ្ធការសម្រេចចិត្តទាំងអស់នោះមានដូចជាតើគួរប្រយុទ្ធឬក៏គួរដកថយតើគោលដៅមួយណាដែលយើងត្រូវប្រយុទ្ធមុនហើយនឹងការប្រុងប្រយ័ត្ននៃការប្រើប្រាស់ប្រេងនិងសភាវុធផ្សេងៗដែលយើងមានឲ្យមានប្រសិទ្ធភាព